សារភ្ជាប់រវាងការប្រើប្រាស់ប្រាក់រៀលជាមួយនឹងស្មារតីស្នេហាជាតិនេះតើបងអាចជួយបញ្ចូលបន្ថែមទេថាពីទំនាក់ទំនងនៃការប្រើប្រាស់ប្រាក់រៀលជាមួយនឹងស្មារតីស្នេហាជាតិអូខេនេះពីផ្នែកកំណត់របស់ខ្ញុំឯណាខ្ញុំគិតថានៅពេលដែលយើងកាន់លុយរៀលព្រោះលុយរៀលរបស់យើងគឺមានរូបផ្សេងគ្នានៅលើរូបិយប័ណ្ណរបស់យើងមកអញ្ចឹងឧទាហរណ៍លុយកដាស់100រហូតដល់កដាស់ 50000 ពី100 500 1000 5000 10000 50000លុយយើងប៉ុណ្ណឹងរូបិយប័ណ្ណរបស់យើងប៉ុណ្ណឹងប៉ុន្តែរូបនៅលើរូបិយប័ណ្ណហ្នឹងគឺខុសៗគ្នាទាំងអស់អញ្ចឹងវាបង្ហាញអំពីសម្បត្តិបេតិកភណ្ឌរបស់យើងផងវាបង្ហាញអំពីអក្សរខ្មែរយើងផងលេខខ្មែរយើងផងនៅក្នុងនឹងរួមបញ្ចូលគ្នាតែមួយមកទាំងដែលប្រទេសខ្លះក៏អត់មានទាំងអស់ហ្នឹងទេក៏អត់មានអក្សរខ្លួនឯងក៏អត់មានសម្បត្តិវប្បធម៌ដល់ថ្នាក់ច្រើនដល់ថ្នាក់ហ្នឹងទេអញ្ចឹងក្នុងនាមយើងជាខ្មែរប្រទេសទូចមួយទេប៉ុន្តែយើងមានសម្បត្តិវប្បធម៌ប៉ុណ្ណឹងយើងមានអក្សររបស់ខ្លួនឯងយើងមានលេខរបស់ខ្លួនឯងតែក្នុងនាមយើងខ្លួនឯងនេះមានមោទនភាពប៉ុន្មានដែលយើងកាន់លុយរៀលមួយសន្លឹកមិនថាកដាស់100រហូតដល់កដាស់ 50000 អញ្ចឹងទៅពេលខ្លួនខ្ញុំផ្ទាល់ពេលខ្ញុំកាន់លុយរៀលហើយខ្ញុំឃើញរូបិយប័ណ្ណរបស់លុយរៀលរបស់យើងឃើញរូបនៅលើហ្នឹងឃើញអក្សរនៅលើហ្នឹងឃើញអីនៅលើហ្នឹងពីមុនខ្ញុំខ្លួនឯងអត់យល់ទេប៉ុន្តែរហូតដល់ពេលនេះរហូតដល់យើងឆ្លងកាត់ស្ថានភាពលំបាកអីជាច្រើនទៀតថែមទៀតទៅធ្វើឲ្យខ្ញុំមកឃើញហើយយល់ឲ្យតម្លៃលើរូបនីមួយៗទៅលើអក្សរជាតិទៅលើលេខរបស់យើងផ្ទាល់ហ្នឹងថាមានតម្លៃប៉ុន្មានដែលយើងដែលដូនតារបស់យើងខំការពារខំរក្សាខ្លាំងតែព្រោះតាំងពីដើមមកគឺរងការឈ្លានពានជាច្រើនអញ្ចឹងបើដូនតាយើងអត់បានខំរក្សាទាំងអស់ហ្នឹងទេយើងបាត់អស់ហើយអញ្ចឹងដោយសារតែការខំប្រឹងការថែរក្សារបស់ពួកគាត់ហ្នឹងហើយទើបយើងអាចមានអក្សរខ្លួនឯងយើងមានលេខខ្លួនឯងយើងមានសម្បត្តិវប្បធម៌ខ្លួនឯងដែលយើងអាចមោទនភាពក្នុងការដាក់នៅលើរូបិយប័ណ្ណរបស់យើងមកអញ្ចឹងរហូតដល់ពេលនេះទើបខ្ញុំអាចមើលឃើញហើយយល់ចំណុចមួយហ្នឹងហើយឲ្យតម្លៃលុយរៀលខ្លាំងខ្ញុំឃើញមានប្រទេសបរទេសមួយចំនួនខ្លះគឺគាត់យកលុយរៀលដូចជាខ្ញុំចាំលុយដែលសម្បូរគេប្រើយើងគឺលុយកដាស់100ហ្នឹងហើយលុយរៀលគេបត់យកមកធ្វើយ័ន្តដើម្បីធ្វើលុយថាតោងពីយួននៅកន្លែងកញ្ចក់ឡានហ្នឹងហើយដល់ពេលទៅគេគិតថាលុយរៀលរបស់យើងហ្នឹងមានអាគមនៅខាងក្នុងហ្នឹងមានគេហៅថាកថាការពារសុខសប្បាយអញ្ចឹងទៅគេគិតថាលុយកដាស់100រៀលដែលយើងប្រើរាល់ថ្ងៃហ្នឹងគឺជាយ័ន្តការពារសុខសប្បាយរបស់គេព្រោះក្នុងនោះវាមានលុយវាមានរូបអង្គពុទ្ធមានលេខលុយខ្មែរនៅហ្នឹងលេខខ្មែរហើយមានប្រសង់នៅហ្នឹងទៀតអញ្ចឹងទៅគិតថាអូខេអាហ្នឹងគឺជាកដាស់យ័ន្តរបស់គេពេលដែលខ្ញុំ inspire ពេលដែលខ្ញុំឃើញគេធ្វើទាំងអស់ហ្នឹងពេលយើងទៅហោះទៅសិង្ហបុរីគឺខ្ញុំយកលុយរៀលខ្ញុំទៅប្រទេសសិង្ហបុរីដែរព្រោះអីវាថាពេលយើងនឹកផ្ទះខ្ញុំនិយាយស្មោះត្រង់ហ្នឹងហើយយើងមើលកដាស់រៀលហ្នឹងទៅយើងបោះយើងលេងវាតិចទៅវាថាអូខេI'm home feels like home ហ្នឹងហើយខ្ញុំនៅផ្ទះខ្ញុំទេខ្ញុំនៅប្រទេសខ្ញុំទេហើយរាល់ detail នៃกระดาษប្រាក់នីមួយៗគឺសុទ្ធតែមាន detail ទាំងអស់ហើយខុសគ្នាតម្លៃយើងអញ្ចឹងខ្លះទៅរូបសាព្រះហៀទៅខ្លះទៅរូបប្រសង់អញ្ចឹងទៅរូបព្រះមហាក្សត្រអញ្ចឹងទៅគ្រប់ទាំងអស់អញ្ចឹងសុទ្ធតែគេហៅថាបង្ហាញពី culture វប្បធម៌របស់យើងបង្ហាញពីលេខរបស់ខ្មែរដែលលេខរបស់ខ្មែរហ្នឹងគឺវា unique ទៅទៀតវាប្លែកពីលេខដទៃទៀតអញ្ចឹងហេតុអីបានជាយើងគិតថាចាយលុយខ្មែរលុយខ្មែរលុយបណ្ដោយហ្នឹងហើយលុយខ្មែរលុយហើយលុយជាងហ្នឹងទៀតគឺបើសិនជាដូចនិយាយមិញបើសិនជាបងឯងកាឌៀស៊ីលុយកាឌៀស៊ីដែលជាលុយរៀលបងអាចយកទៅដូរនៅធនាគារជាតិអត់មានគិតកម្រៃសេវាទេតែបើលុយដុល្លារខុសគ្នាលុយដុល្លារបើមិនលហែកតែបន្តិចកាត់ទឹកភ្លាមតែលុយខ្មែរលហែកកុំឲ្យតែលើសខ្លាំងលឿនថាมันអាចមើលគឺថាលុយទៅกระดาษប្រមាណមកលើសពី 40% គឺអាចដូរពីដូរដោយធនាគារជាតិអត់គិតប្រាក់សេវាទេអញ្ចឹងការប្រើប្រាស់លុយរៀលនៅស្រុកយើងងាយស្រួលខ្លាំងមែនទេហើយបើយើងប្រើប្រាស់លុយដុល្លារច្រើនយើងពឹងផ្អែកដង្ហើមសេដ្ឋកិច្ចយើងពីប្រទេសអាមេរិកច្រើនចឹងអាមេរិកមានបញ្ហាអីទៅយើងក៏មានបញ្ហាតាមនឹងដែរហើយបើយើងមើលនៅក្នុងរុស្ស៊ីបញ្ហាអ៊ុយក្រែនរុស្ស៊ីចឹងអាមេរិកចង់សម្រេចចិត្តថាបិទចរាចរណ៍លុយដុល្លារគេបិទភ្លាមហ្មងតែប្រទេសរបស់យើងទូជាងរុស្ស៊ីទៀតបើគេបិទអញ្ចឹងយើងថប់ខ្យល់បាត់ហើយត្រូវអញ្ចឹងយើងមានរបស់យើងហើយហេតុអីយើងមិនឲ្យតម្លៃរបស់យើងចាំបាច់ទឹកខ្ចីដង្ហើមគេដកទៅអីហ្នឹងហើយណាមួយឆ្លៃបាយមួយទៀតដូនតាយើងអ្នកបសល់យើងមិនបានយើងមិនប្រើគាត់មានខ្ញុំមានអាចារ្យជាច្រើននេះអាចារ្យនេះអុកញ៉ាអាចារ្យដូចនិយាយថាអាចារ្យស្វាឬអីហ្នឹងដែលគាត់ព្យាយាមក
ការពីណាការពីបបធរយើងខ្លះទៅខំលាក់ព្រោះសម័យបារាំងគេចង់ដូរអក្សរខ្មែរ ហ្នឹងហើយពេលហ្នឹងគឺជាពេលពិបាកបំផុតតែយើងធ្លាក់ខ្លាំងបំផុតបើយើងអត់ការពារខ្លាំងទេសូម្បីតែអក្សរក៏យើងអត់មានដែរសូម្បីលេខខ្លួនឯងក៏អត់មានដែរ វៀតណាមមិនដូរវៀតណាមដូរ អស់ហើយ ដល់ពេលយើងប៊ីសដូរតែយើងការពារបានណា ហ្នឹងហើយ ព្រោះនៅវត្តអារាមគឺពុកបារាំងអត់ដឹងថាវត្តអារាមគឺជាឃ្លាំងនៃចំណេះដឹងរបស់យើង ហ្នឹងហើយព្រោះពីដើមឡើយហ្នឹងចង់រៀនអីសូត្រផ្សេងៗគឺត្រូវតែទៅវត្តហើយមានតែវត្តមួយមុខប្រទេសផ្សេងៗគេមានតែភាសាគេបាត់អក្សរអស់ហើយយើងរក្សាបានទាំងភាសារក្សាបានទាំងអក្សរហេតុអីយើងអត់មានមោទនភាពក្នុងការប្រើប្រាស់របស់យើងឲ្យជាទូលំទូលាយ ត្រូវ ហ្នឹងហើយ ត្រូវ